trader ភាគច្រើនគេថាទីផ្សារគឺជាសត្រូវធំរបស់ពួកគេប៉ុន្តែមានដឹងអត់ថាមានតែ mindset របស់យើងផ្ទាល់ទេដែលជាសត្រូវធំបំផុតហើយក៏ជាអ្នកបំផ្លាញរបស់ដែរហើយនេះគឺជាឧទាហរណ៍ពីខ្ញុំផ្ទាល់តែម្ដង trader ពីច្រើនប្រកាសជាចេះជាមួយនឹង strategy ច្រើនខ្លាំងមែនទែនប៉ុន្តែគេនៅពិបាកជាមួយនឹងការ control ជាមួយនឹងអារម្មណ៍ដែលបញ្ហានោះដែលហៅគេថា emotion trading ដែលនៅក្នុង emotion trading ហ្នឹងវាមានដូចជាភាពលោភលន់ដែលធ្វើឲ្យអ្នកទាំងអស់គ្នានឹងហូរអត់ដឹងដល់កោះត្រៃណាទេជាភ័យខ្លាចដែលធ្វើឲ្យយើងនឹងដែលធ្វើឲ្យយើងនឹងចូលមុនទីផ្សារឬក៏កាត់មុន TP ជាដើមហើយបញ្ហាធំបំផុតនោះគឺជាការសងសឹកជាមួយនឹង market តែម្ដងដែលធ្វើឲ្យយើង trade ខុសជាមួយនឹងគោលការណ៍ឬក៏ strategy របស់យើងផ្ទាល់ហើយខ្ញុំសង្កេតឃើញ trader គេច្រើនតែហៅថា professional trader នោះពីច្រើនគេអត់ខ្វល់ឬគេអត់ចាត់ទុកថាការជំនាញនេះគឺជាសំខាន់ទេអ្វីដែលសំខាន់របស់ពួកគេនោះគឺជាការគ្រប់គ្រងជាមួយនឹងហានិភ័យដែលហៅថាបាទ risk management ហ្នឹងហើយជាពិសេសនោះគឺជាការគោរពជាមួយនឹង rule របស់ strategy របស់ពួកគេដែលធ្វើឲ្យ process របស់ពួកគេនឹងមានភាពរីកចម្រើនហើយអាចរកពីទីលុយពីទីផ្សារបានច្រើនខ្លាំងមែនតើយ៉ាងចង់បញ្ចប់នោះមានតែការផ្លាស់ប្ដូរជាមួយនឹងផ្នត់កំណត់ទេដែលធ្វើឲ្យយើងខ្លាចជា professional trader ឬក៏អាចរកផលចំណេញពីទីផ្សារបានយើងអាចរកផលចំណេញពីទីផ្សារបានបើសិនជាយើងមិនមានជាមួយនឹង emotion ភាពលោភលន់ឬក៏ការបោះបង់ជាមួយនឹងវា follow for more bye bye